ទើបតែស្ងាត់មិនតាន់បានប្រមាណផងឥឡូវនេះនៅក្នុងតំបន់មជ្ឈមបូព៌ាគឺចាប់ផ្ដើមឡើងកម្ដៅខ្លាំងសាជាថ្មីមកវិញទៀតហើយដូចជាការសង្ស័យមែនបញ្ហាលិះបង់នេះគឺជាចំណុចដ៏ធំមួយដែលអាចបង្កគ្រោះថ្នាក់មកលើកិច្ចព្រមព្រៀងបឋមដែលសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអឺរ៉ុបនេះបានចុះហត្ថលេខាជាមួយនឹងគ្នាកាលពីថ្ងៃសុក្រទី19ខែមិថុនាឆ្នាំ2026កន្លងទៅនៅប្រទេសលីបង់ក្រុមហេសបូឡាដែលជាកូនចៅរបស់ប្រទេសអ៊ីរ៉ង់ជាមួយនឹងប្រទេសអ៊ីស្រាអែលនេះបានប្រកាសបាត់ចុះបាញ់ទៅតាមលក្ខខណ្ឌបឋមដែលបានទាមទារដោយប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែមិនទាន់បាន24ម៉ោងផងក៏ស្រាប់តែសង្គ្រាមបានផ្ទុះឡើងសារជាថ្មីម្ដងទៀតនៅលើប្រទេសលីបង់ហើយភាគីទាំងពីរក៏បានចោទប្រកាន់ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកថាគឺជាអ្នករំលោភបំពានទៅលើបទចុះបាញ់កងទ័ពរបស់អ៊ីស្រាអែលបានលើកឡើងថានៅរុស្ស៊ីថ្ងៃទី20ខែមិថុនាឆ្នាំ2026ម្សិលមិញនេះគេបានបើកការបាញ់ប្រហារទៅលើភាគខាងត្បូងរបស់ប្រទេសលីបង់ដើម្បីឆ្លើយតបទៅនឹងក្រុមហេសបូឡាលីបង់នេះដោយពួកគេបានបើកការបាញ់ប្រហារមកលើទីតាំងឈរជើងរបស់អ៊ីស្រាអែលភ្លាមក្រោយតាំងពីផ្ទុះអាវុធសាសជាថ្មីស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ទីភ្នាក់ងារសារព័ត៌មាន MERS របស់ប្រទេសអ៊ីរ៉ង់បានចុះផ្សាយថាកងឆ្មាំបរិវត្តអ៊ីស្លាមអ៊ីរ៉ង់នេះបានប្រកាសបិទច្រកសមុទ្រអបមូសាជាថ្មីវិញហើយដោយប្រទេសអ៊ីរ៉ង់នេះបានចាត់ប្រកាន់ទៅសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីស្រាអែលថាគឺជាអ្នកមិនគោរពទៅលើកិច្ចព្រមព្រៀងបើយោងទៅតាមប្រភពដដែលនេះបានបន្តអាងទៀតថាប្រទេសអ៊ីរ៉ង់នេះនឹងចាត់វិធានការថ្មីបន្ថែមលើសពីនេះទៅទៀតប្រសិនបើប្រទេសអ៊ីស្រាអែលនេះគឺនៅតែបន្តបើកការវាយប្រហារទៅលើប្រទេសលីបង់ដោយគ្នានេះផងដែរនៅប្រមាណម៉ោងក្រោយមកទៀតទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ដែលមានឈ្មោះថាអេកណាបានចុះផ្សាយថាក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់បានប្រាប់ទៅកាន់សហរដ្ឋអាមេរិកឲ្យដឹងថាកិច្ចព្រមព្រៀងបឋមដែលភាគីទាំងពីរទើបតែបានចុះហត្ថលេខានោះអាចប្រជុំជាមួយនឹងគ្រោះថ្នាក់និងត្រូវចាត់ទុកជាសាបង់ប្រសិនបើសង្គ្រាមនៅក្នុងប្រទេសលីបង់នោះគឺនៅតែបន្តហើយលក្ខខណ្ឌបឋមនៃកិច្ចចរចានេះគឺប្រទេសអ៊ីរ៉ង់ក៏បានទាមទារឲ្យប្រទេសអ៊ីស្រាអែលនេះត្រូវតែដកថយនិងឈប់បើកការបាញ់ប្រហារទៅលើប្រទេសលីបង់តទៅទៀតតែយ៉ាងណាក៏ដោយសម្រាប់ភាគីអ៊ីស្រាអែលវិញបាននិយាយថាកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នេះគឺមិនមានពាក់ព័ន្ធអ្វីសោះនឹងខ្លួនក៏ព្រោះតែខ្លួននោះគឺមិនមែនជាម្ចាស់ហត្ថលេខីជាមួយនឹងកិច្ចព្រមព្រៀងនេះឡើយមួយវិញទៀតនោះប្រទេសអ៊ីស្រាអែលបានអះអាងរក្សាសិទ្ធិការពារខ្លួនក៏ព្រោះតែក្រុមហេសបូឡាលីបង់នេះបានបើកការបាញ់ប្រហារដោយមីស៊ីលនិងគ្រាប់រ៉ុកែតគំរាមសន្តិសុខមកលើប្រទេសអ៊ីស្រាអែលសូមបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀង14ចំណុចដែលសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នេះទើបតែចុះហត្ថលេខានោះគឺគ្រាន់តែជាកិច្ចព្រមព្រៀងបឋមតែប៉ុណ្ណោះក៏ប្រទេសវាគឺមិនមានកំណត់អ្វីឲ្យបានជាក់លាក់នោះទេភាគីទាំងពីរបានសន្យាចាប់ផ្ដើមចរចាគ្នានៅក្នុងដំណាក់កាលបន្តទៀតនៅក្នុងរយៈពេល60ថ្ងៃដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយបើយោងទៅតាមប្រភពពីក្រសួងការបរទេសរបស់សហភាពស្វីសបានដឹងថាលោក Stephen Combs ដែលជាប្រធានពិសេសតំណាងឲ្យលោក Donald Trump នោះគឺកំពុងតែធ្វើដំណើរទៅកាន់ទីក្រុង Luxembourg ដែលមានទីតាំងស្ថិតនៅភាគកណ្ដាលនៃប្រទេសស្វីសដើម្បីចាប់ផ្ដើមកិច្ចប្រជុំជាមួយនឹងភាគីប្រទេសអ៊ីរ៉ង់ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នេះខាងភាគីប្រទេសអ៊ីស្រាអែលនោះគឺបានសម្ដែងនូវការមិនពេញចិត្តតាំងពីដើមមកហើយបាទដោយអ្នកវិភាគនិងពលរដ្ឋរបស់ប្រទេសអ៊ីស្រាអែលជាច្រើននឹងបានចាត់ប្រកាន់ទំនាក់ទំនងរបស់ខ្លួនថាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នេះគឺបានបង្កឲ្យប្រទេសអ៊ីស្រាអែលនេះខាតបង់យ៉ាងធ្ងន់ធ្ងរហើយបានបន្ទោសទៅកាន់មេដឹកនាំរបស់ខ្លួនថាលោកនេតាន់យ៉ាហ៊ូនេះកំពុងតែដើរយុទ្ធសាស្ត្រខុសហើយឥឡូវគឺឃើញមែនទាំងអស់គ្នាប្រទេសអ៊ីស្រាអែលជាមួយនឹងក្រុមហេសបូឡាលីបង់នេះគឺនឹងតែបន្តបើកការបាញ់ប្រហារដាក់គ្នាទៅវិញទៅមកដដែលហើយប្រសិនមកភាគីទាំងពីរនេះគឺមិនព្រមបញ្ឈប់សង្គ្រាមនឹងគ្នានោះទេកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលទើបតែបានចុះហត្ថលេខាទើបតែក្តៅនេះនឹងចាត់ទុកជាសាបង់ហើយនៅពេលនោះភាពតានតឹងនៅក្នុងតំបន់មជ្ឈមបូព៌ានឹងចាប់ផ្ដើមផ្ទុះឡើងវិញសារជាថ្មី